សុខសប្បាយអ្នកនរស្វាគមន៍មកកាន់ Channel សេដ្ឋីប្លុកសាជាថ្មីជាមួយនឹងការបង្រៀនភាសាជប៉ុនផងដែរថ្ងៃនេះផងដែរ Channel របស់ខ្ញុំក៏នៅតែលើកយកការបង្រៀនភាសាជប៉ុនមកបង្រៀនរបស់គ្នាដូចជាសពមួយដងផងដែរហើយថ្ងៃនេះគឺយើងលើកយកការបង្រៀនភាសាជប៉ុនដោយផ្ដោតទៅលើវិជ្ជាករមកបង្រៀនរបស់អ្នកទាំងអស់គ្នាថ្ងៃនេះវិជ្ជាកររបស់យើងគឺយើងរៀនថ្មីទៀតហើយផ្លាច់អំពីសពមួយដងតែអញ្ចឹងដើម្បីកុំឲ្យខាត់ពេលយូរយើងចូលទៅកាន់មេរៀនរបស់យើងតែម្ដងមេរៀនរបស់យើងនៅក្នុងថ្ងៃនេះគឺយើងរៀនអំពីទម្រង់ verb kamo seremasen ដែលមានគ្នាយើងក៏សំពរខ្ញុំនៅក្នុង Facebook page ដែលបានផ្ញើមកកាន់ខ្ញុំហ្នឹងដើម្បីឲ្យខ្ញុំធ្វើទាក់ទងទៅនឹងវីដេអូបរៀនទាក់ទងទៅនឹងវិជ្ជាករដែលមានន័យថា kamo seremasen ដែលយើងបកប្រែជាភាសាខ្មែរថាប្រហែលមានន័យថាប្រហែលហើយសិទ្ធិរបស់វាគឺមាន verb fusuke verb fusuke អ្នកដែលធ្លាប់រៀនភាសាជប៉ុនដឹងហើយ verb fusuke ជាអី verb fusuke គឺជា verb ណៃ verbតាគេឬក៏ verb ជាសូគេដែលមានន័យថាវាទៅជាទម្រង់ដែល fusu មានន័យថាមិនជាទម្រង់ maske ទេលោកពី maske ទៅជាទម្រង់ណៃធម្មតាឬក៏ទម្រង់តាឬក៏ទម្រង់រឹកហ្នឹងគឺមានន័យថា fusuke ហ្នឹងហើយ fusuke មាន3ចំណុចហ្នឹងទៅមកទៀត ikeyoshi nakeyoshi និង meshi ហើយបូកជាមួយនឹង kamo seremasen ភាសាសមរម្យដល់ពេលដែលយើងប្រើប្រាស់ជាមួយនឹងពាក្យដែលមិនសូវគួរសមយើងប្រើជាមួយនឹង kamo serenai ប្រើជាមួយនឹង kamo serenai ណាអញ្ចឹងដល់ពេលដែលយើងប្រើគូសំគឺយើងប្រើជាមួយនឹង kamo serenai អញ្ចឹងថ្ងៃនេះយើងរៀនអំពី kamo seremasen ដែលមានន័យថាប្រហែលហើយគឺវាគឺ verb fusuke ដែលមានន័យគេតាគេឬក៏ verb ជាសូគេ ikeyoshi nakeyoshi meshi និង plus ជាមួយបូកជាមួយនឹង kamo seremasen ឬក៏បូកជាមួយនឹង kamo serenai ដែលមានន័យថាប្រហែលណា kamo seremasen ទៅជាទម្រង់ធម្មតាគឺ kamo serenai តែអញ្ចឹងដើម្បីឲ្យយល់ថាស្អីទៅជា fusuke យើងចូលទៅកាន់ការបញ្យល់របស់ខ្ញុំទាំងអស់គ្នាតែម្ដងតែអញ្ចឹង fusuke ក្រុមទី1ក្រុមទី2និងក្រុមទី3ទម្រង់ធម្មតាមែនទម្រង់ស្របណាទម្រង់ស្របរបស់ fusuke មានដូចជា kaimasu ទៅជា kaos machimasu ទៅជា matsu skurimasu ទៅជា skuru ដល់ពេលក្រុមទី2 okimasu ទៅជា okiru លុប mas បូកឬទៅគឺទៅជាក្រុមទី2ហើយ tabemasu ទៅជា taberu ក្រុមទី3ក៏អញ្ចឹងដែរអានេះពិសេសតែពាក្យនេះមួយទេគឺឬ akimasu ទៅជា kuru ក្រៅពីហ្នឹង shimasu ទៅជា suru ឧទាហរណ៍ថា benkyo shimasu benkyo suru konshimasu konshiru គឺបែបហ្នឹងតែម្ដងអញ្ចឹងនៅក្នុងគេអក្សរ fusuke ក្រុមទី1របស់ chisoke ទម្រង់ស្របហ្នឹងគឺពិបាកជាងគេបន្តិចរបស់បំបីទៅជាទម្រង់ chisoke ហ្នឹងរៀងពិបាកបន្តិចក្រុមទី1ប៉ុន្តែអ្នកទាំងអស់គ្នាអាចតាមដានរៀនមួយខ្ញុំយូរហើយប្រហែលជាដឹងពីរបៀបបំបីទម្រង់ fusuke ហើយមានន័យថាទម្រង់ mas នេះទៅជាទម្រង់ fusuke ធម្មតានេះឧទាហរណ៍ kaimasu ទៅជា kaos machimasu ទៅជា matsu skurimasu ទៅ skuru មានន័យថាលុបជួរអក្សរនេះទៅជាជួរអក្សរទី3អ៊ីគឺអក្សរជួរទី2លុបទៅអក្សរជួរទី3ឃើញទេឃើញទេខោ Mashima ជួរទី3 Tachi សឹកឃើញទេ Matsu Skrima រ៉ារីឬឃើញឬអីចឹង Skuru ឃើញអត់អញ្ចឹងក្រុមទី1បំបែកជួរអក្សរនេះនៅមុខមកនេះទៅជាក្រុមទី3ទៅជាជួរអក្សរទី3អញ្ចឹងជួរអក្សរជប៉ុនមាន a i u e o កគិគឺកេកឃើញកាលណាអក្សរកយើងទៅជាគឺកាលណាអក្សរអ៊ីយើងទៅជាកាលណាអក្សរឈិទៅជាសឹកកាលណាអក្សររិទៅជាឬអញ្ចឹងក្រុមទី1រកកិរិយាសព្ទទាំងអស់លុបអក្សរជួរទី2ទៅជាជួរទី3ទៅបំបែកទៅជាក្រុមchisoke ដែលមានន័យស្របសម្រាប់ fusuke ហើយអញ្ចឹងឧទាហរណ៍នេះ kao kamo seremasen kao kamo serenai matsu kamo seremasen matsu kamo serenai skuru kamo seremasen skuru kamo serenai អីចឹងទៅក្រុមទី2ស្រួលជាងគេគឺលុប mas ចោលបូកឬយកតែម្ដង okimasu ទៅជា okiru tabemasu ទៅជា taberu ក្រុមទី3ពិសេសតែពាក្យនេះមួយទេ kimasu មានន័យថា kuru ក្រៅពីហ្នឹង shimasu គឺ suru konshimasu konsuru benkyo shimasu benkyo suru អីចឹងទៅអញ្ចឹងទាន់បានទម្រង់ chisoke ទម្រង់ស្របរបស់ fusuke ឥឡូវយើងចូលទៅទម្រង់បន្ទាប់ទៀតគឺទម្រង់បដិសេធរបស់ fusuke វិញម្ដងមានកិរិយាសព្ទក្រុមទី1ក្រុមទី2និងក្រុមទី3អញ្ចឹងអ្នកទាំងអស់មើលទាំងអស់គ្នាឧទាហរណ៍ពាក្យថា kaimasu យើងបំបែកទៅជាទម្រង់បដិសេធរបស់ fusuke វិញវាមិនទៅជា kaimasu ទេទៅជា kawanai machimasu matanai skurimasu skuranai ឃើញអត់អញ្ចឹងកាលណាទៅជាទម្រង់បដិសេធវិញទម្រង់សេនវិញមានន័យថាទម្រង់បដិសេធយើងដូរអក្សរអ៊ីនេះទៅជួអក្សរទី1វិញអ៊ីគឺវាមិនត្រូវប្រើមួយ ae តែពិតវាត្រូវផ្លាស់កន្លែងហ្នឹងមួយទៅវាក់ទៅពិសេសកន្លែងហ្នឹងក្រៅពីហ្នឹងដូចអក្សរ Machima ទៅជា Matanai Skrima ទៅជា Skuranai ឃើញអត់អញ្ចឹងរ៉ារីទៅជារ៉ាឃើញអត់ឈីទៅជាតាអញ្ចឹងកន្លែងតែអ៊ីមួយទេក្រៅពីហ្នឹងគឺដូចគ្នាទាំងអស់អញ្ចឹងក្រុមទី1ងាយស្រួលមែនទែនណានេះយើងតាឧទាហរណ៍ Kaimasu ទៅជា Kawanai Machimasu ទៅជា Matanai Skrima ទៅជា Skuranai ឃើញងាយស្រួលទេងាយស្រួលមែនទែននៅក្នុងការរៀនបន្តមកទៀតក្រុមទី2គឺស្រួលមែនទែនលុប mas ចោលបូកណៃយកតែម្ដងអញ្ចឹង Okimasu ទៅជា Okinai Tabemasu ទៅជា Tabenai
ក្រុមទី3ផ្លាស់ប្ដូរតែពាក្យ Kimas មួយទេដែលបដូរផ្លាស់ជាងគេ Kimas ទៅជា Konai ក្រៅពីហ្នឹង Shimas Shinai ទាំងអស់អញ្ចឹង Benkyo Shimas Benkyo Shinai Kekkon Shimas Kekkon Shinai ទៅអញ្ចឹងពិបាកជាងគេគឺតែក្រុមទី1នេះទេដែលវាមានការផ្លាស់ប្ដូរច្រើនអញ្ចឹងដើម្បីឲ្យច្បាស់មែនទែនអ្នកទាំងអស់គ្នាទៅសាកជ្រាវវីដេអូបំបែកអំពីគេយ៉ាសាប់បំបែកពីគេយ៉ាសាប់ Masen ហ្នឹងទៅជាតម្រងណៃឲ្យតន់ទាំងអស់គ្នាណាអញ្ចឹងខ្ញុំគ្រាន់តែបញ្យល់ទូទៅថាស្អីទៅជា Fusuke វាមានគឺតម្រង Chisoke តម្រងបែបនេះKaimas ទៅជាខៅតម្រងណៃគេ Kaimas ទៅជាខៅណៃទៅមកចិត្តតម្រងតាក់គេតម្រងបំបែកទៅជាអតីតកាលឧទាហរណ៍ Kaimas ទៅជា Katta អាហ្នឹង Machimas ទៅជា Matta Skurimas ទៅជា Skutta ឃើញទៅជាអតីតកាលឃើញដល់ពេល Okimas ទៅជា Okita Tabemas Tabeta Kimas Kita Shimas ទៅជា Sta អញ្ចឹងអ្នកទាំងអស់គ្នាមើលពីគ្រប់3ហ្នឹងតើវាខុសគ្នាតោះណាចម្លែកជាងគេគឺតែគេយ៉ាសាប់ក្រុមទី1តែប៉ុណ្ណោះក្រៅតែពីគេអាសាប់ក្រុមទី1ក្រុមទី2ក៏ដូចជាក្រុមទី3គឺបំបាយស្រួលមែនតើលុបមកចោលបូកតាក់យកតែម្ដងក្រៅពីហ្នឹងគឺកំបាក់តែក្រុមទី1ទេអញ្ចឹងដើម្បីឲ្យច្បាស់តែមើលពីរបៀបការស្រាវជ្រាវការបំបាយក្រុមទាំងអស់គ្នាគ្រាន់តែដឹងថាដើម្បីភ្ជាប់ជាមួយនឹង Work Kamo Siremasen ឬក៏ Work Kamo Sirenai ហ្នឹងដើម្បី work ជាមួយនឹង Kamo Siremasen ឬ Kamo Sirenai គេយ៉ាសាប់ទាំងអស់គឺត្រូវបដូរទៅជា Fusuke គេយ៉ាសាប់ Mas ទាំងអស់ហ្នឹង Benkyo Shimas Tabemas Ikimas ឯហ្នឹងបដូរទៅជា Fusuke ដែលមានដូចជាស្របខោឧទាហរណ៍ Kaimas ទៅជាខោអញ្ចឹងទៅបដិសេធតម្រងណៃចេះហើយនឹងតម្រងអតីតកាលគឺតម្រងតាក់អញ្ចឹងគេយ៉ាសាប់មាន8ទៅ Fusuke មាន3ហ្នឹងគឺតម្រង Chisoke ណៃគេនិងតាក់គេឥឡូវយើងយល់ពីការបំបែកគេយ៉ាសាប់ Fusuke ហើយយើងចូលទៅមើលបំបែកណាគេIkeyoshi ម្ដងមានថាគុណនាមម្ដងគុណនាមគឺបូកយកធម្មតា Ikeyoshi ថា Oishi Isogashi អញ្ចឹងយើងបូកមក Isogashi Kamo Sirenai Oishi Kamo Sirenai ប្រហែលជាឆ្ងាញ់ប្រហែលជារវល់អីចឹងទៅណាគេ Ski ឬក៏ Yozu Ski ស្រឡាញ់ Ski Kamo Sirenai ប្រហែលស្រឡាញ់ Yozu Kamo Sirenai ប្រហែលបកាយអញ្ចឹងទៅមេស៊ូទៅជា Hong ឬក៏ Gakko អញ្ចឹងទៅ Hong Kamo Sirenai Gakko Kamo Sirenai ប្រហែលជាសភៅឬក៏សាលាអីអញ្ចឹងទៅដាក់បន្តមកទៀតយើងចូលទៅមកឧទាហរណ៍របស់យើងបន្ទាប់ពីយើងរៀនបំបែកគេអាសព្ទហើយយើងចូលទៅមកឧទាហរណ៍របស់យើងឧទាហរណ៍របស់យើងនៅក្នុងទីនេះគឺយើងមាន3ប្រយោគឲ្យអ្នកទាំងអស់គ្នាមើលគឺយើងបំបែកទៅជា Kamo Siremasen តែអញ្ចឹងឧទាហរណ៍ Sensei wa toshokan ni iru kamo siremasen Sensei wa toshokan ni iru kamo siremasen គេបកប្រែមកលោកគ្រូប្រហែលជាគាត់នៅបណ្ណាល័យលោកគ្រូប្រហែលជាគាត់នៅបណ្ណាល័យអញ្ចឹង Sensei គឺលោកគ្រូ Toshokan មានន័យថាបណ្ណាល័យ Iru នេះមកពាក្យថា Imas យើងបំបែកទៅជាតម្រង Fusuke Chisoke ទៅជា Iru Kamo Siremasen មានន័យថាប្រហែលជាអញ្ចឹងប្រហែលជាគាត់នៅបណ្ណាល័យលោកគ្រូប្រហែលជាគាត់នៅបណ្ណាល័យអញ្ចឹង Sensei wa Toshokan ni iru kamo siremasen Sensei wa Toshokan ni iru kamo siremasen ណាលោកគ្រូប្រហែលជាគាត់នៅបណ្ណាល័យតែយើងចូលទៅមើលប្រយោគទី2 Asta Tokyo e iku kamo siremasen Asta នេះថ្ងៃស្អែក Tokyo ទីក្រុង Tokyo Ikimas នេះ Ikimas ទៅជា iku ណា iku kamo siremasen ប្រហែលណាអញ្ចឹង Asta wa សំដៅ Asta Tokyo e iku kamo siremasen ថ្ងៃស្អែកប្រហែលជាខ្ញុំទៅលេងទីក្រុង Tokyo ឃើញអត់ថ្ងៃស្អែកប្រហែលជាខ្ញុំទៅលេងទីក្រុង Tokyo ឃើញអត់អញ្ចឹង Asta Tokyo e iku kamo siremasen មានន័យថាថ្ងៃស្អែកប្រហែលជាខ្ញុំទៅលេងទីក្រុង Tokyo ប្រយោគសំឡងប្រយោគទី3 A-san wa sushi ga kirai kamo shirimasen A-san wa sushi ga kirai kamo shirimasen A-san គឺលោក A sushi យើងញ៉ាំហ្នឹង kirai គឺមិនចូលចិត្តណា kamo shirimasen ប្រហែលអញ្ចឹងនេះជាគុណនាមអ៊ីហ្នឹងអញ្ចឹង A-san wa sushi ga kirai kamo shirimasen A-san wa sushi ga kirai kamo shirimasen លោក A ប្រហែលជាគាត់មិនចូលចិត្ត sushi អីចឹងទៅអាហ្នឹងយើងនិយាយពីការយើងឃើញគាត់ញ៉ាំមិនសូវបានអីចឹងទៅអូលោក A ប្រហែលជាគាត់មិនចូលចិត្ត sushi អីចឹងទៅតែឥឡូវយើងចូលទៅមើលអានប្រយោគចំណុចទៀត Sensei wa toshokan ni iru kamo shirimasen Asta Tokyo e iku kamo shirimasen A-san wa sushi ga kirai kamo shirimasen ឃើញទេចឹងប្រយោគយើងមាន3ហ្នឹងតែយើងចូលទៅមើលប្រយោគឧទាហរណ៍មួយទៀតយើងបំបែកទៅម្ដងទៀតឧទាហរណ៍យើងបំបែកស្របបដិសេធនិងអតីតកាលនៅ Fusuke ទាំង3មាន Chisoke បច្ចុប្បន្ន Naike បដិសេធហើយនឹង Take អតីតកាលឧទាហរណ៍ Sensei wa Toshokan ni iru kamo shirimasen អញ្ចឹងយើងចង់និយាយថាលោកគ្រូគឺគាត់នៅបណ្ណាល័យឥឡូវហ្នឹងគាត់គឺកំពុងទៅនៅបណ្ណាល័យតែម្ដង Sensei wa Toshokan ni iru kamo shirimasen Sensei ប្រហែលជាគាត់នៅបណ្ណាល័យឥឡូវហ្នឹងដល់ពេលយើងចង់និយាយថាលោកគ្រូឥឡូវប្រហែលជាគាត់មិននៅបណ្ណាល័យទេអញ្ចឹងយើងនិយាយថា Sensei wa Toshokan ni inai kamo shirimasen
Sansewa Toshokani Inai Kamo Serimasen លោកគ្រូប្រហែលជាគាត់មិននៅបនអាឡ័យទេឃើញយើងផ្ទុយពីស្រោបប្រហែលជានៅ Inai ប្រហែលជាមិននៅវិញឃើញយើងបដូរទៅកិរិយាសព្ទទេប្រយោគនៅដដែលក៏បានដល់ពេលយើងចង់និយាយថាលោកគ្រូប្រហែលជាគាត់បាននៅបនអាឡ័យអញ្ចឹង Sansewa Toshokani Ita Kamo Serimasen បន្តគេសុមុនហ្នឹងលោកគ្រូនៅណាមុនគាត់ប្រហែលជាបាននៅបនអាឡ័យមុនហ្នឹងអញ្ចឹង Sansewa Toshokani Ita Kamo Serimasen Sansewa Toshokani Ita Kamo Serimasen លោកគ្រូប្រហែលជាគាត់បាននៅបនអាឡ័យមុនហ្នឹងអីចឹងមានជីសូគេស្រោបណៃគេបដិសេធរបស់ Fusuke តាក់គេមានថាអតីតកាលអញ្ចឹង Sansewa Toshokani Iru Kamo Serimasen Sansewa Toshokani Inai Kamo Serimasen Sansewa Toshokani Ita Kamo Serimasen គឺលោកគ្រូប្រហែលជាគាត់បាននៅបនណាឡើយអញ្ចឹងសង្ឃឹមថាអ្នកនរគ្នាបានយល់អំពី Fusuke តម្រងជីសូគេណៃគេនិងតម្រងតាក់គេទាំងអស់គ្នាហើយតែឥឡូវយើងចូលទៅមើលប្រយោគឧទាហរណ៍ថែមវិញអញ្ចឹងមុនហ្នឹងគឺយើងបំបែកតម្រង maske មានន័យថាគូសំដល់ពេលយើងនិយាយមួយភាគវិញគឺមិន Kamo Serimasen ទេគឺយើងនិយាយពី Kamo Serimasen វិញយើងមិននិយាយ Kamo Serimasen ទេគេពេលដែលយើងនិយាយមួយលោកគ្រូវិញណាអញ្ចឹងបើយើងនិយាយមួយភាគយើងនិយាយពីតម្រង Kamo Serimasen ពេលយើងនិយាយមួយមិត្តពេលយើងនិយាយមួយភាគអីយើងនិយាយ Kamo Serimasen អាហ្នឹងគឺប្រែដូចគ្នានៅគ្រាន់តែមួយតម្រងធម្មតាមួយទៀតតម្រងគូសំនេះតែឥឡូវយើងនិយាយតម្រងធម្មតាវិញ Sansewa Toshokani Iru Kamo Serimasen Sansewa Toshokani Iru Kamo Serimasen ឃើញអត់ Iru Kamo Serimasen ក៏បាន Iru Kamo Serimasen ក៏បានដែរអាស្រ័យទៅលើដៃគូយើងចង់និយាយគូសំឬក៏និយាយធម្មតាអញ្ចឹងដែលបកប្រែថាលោកគ្រូប្រហែលជាគាត់នៅបណ្ណាល័យដដែលហ្នឹងគ្រាន់តែខាងក្រោយនេះ Kamo Serimasen នេះវាមិនសូវគូសំដូច Kamo Serimasen ទេតែភាគច្រើនជនជាតិជប៉ុនមេគាត់និយាយមកយើងបើយ៉ាងគាត់និយាយ Kamo Serimasen នេះ Ostawa Yasumi Kamo Serimasen អីចឹងតែហ្នឹងវាច្រើនគាត់និយាយមកកាន់យើងអញ្ចឹងណាអញ្ចឹងឧទាហរណ៍ Sansewa Toshokani Iru Kamo Serimasen ណាលោកគ្រូប្រហែលជាគាត់នៅបណ្ណាល័យបន្តមកទៀត Asta Tokyo e iku kamo shirenai Asta Tokyo e iku kamo shirenai ថ្ងៃស្អែកប្រហែលជាខ្ញុំទៅលេងទីក្រុង Tokyo Asta Tokyo e iku kamo shirenai ថ្ងៃស្អែកប្រហែលជាខ្ញុំទៅលេងទីក្រុង Tokyo គាត់ថាយើងបដូរពី Kamo Serimasen ទៅជា Kamo Shirenai ប៉ុណ្ណោះបន្តមកទៀត E-san wa sushi ga kirai kamo shirenai E-san wa sushi ga kirai kamo shirenai លោក A ប្រហែលជាគាត់មិនចូលចិត្តsushi នោះទេគាត់មិនចូលចិត្តញ៉ាំ sushi នោះទេអញ្ចឹងយើងអាចនិយាយគូសំទៅលោក A វ៉ា sushi ga kirai kamo shimasen ក៏បានឬក៏លោក A វ៉ា sushi ga kirai kamo shirenai មួយណាក៏បានដែរណាអញ្ចឹងតន់សង្ឃឹមថាអ្នកគ្នាតន់បានតាឥឡូវយើងចូលទៅមើលប្រយោគឧទាហរណ៍មួយទៀតដែលគ្នាយើងអាសាស៊ូខ្ញុំឲ្យប្រើណាតាឥឡូវយើងចូលមកមើលឧទាហរណ៍មួយនេះ Watashi wa Suki-san ga suki kamo shirenai Watashi wa Suki-san ga suki kamo shirenai Watashi នេះខ្ញុំ Suki-san នេះឈ្មោះរបស់គេនេះលោកកញ្ញា Suki អញ្ចឹងទៅ Suki នេះស្រឡាញ់ណា Kamo shirenai ប្រហែលអញ្ចឹង Watashi wa Suki-san ga suki kamo shirenai Watashi wa Suki-san ga suki kamo shirenai ខ្ញុំមកប្រហែលជាលងស្រឡាញ់ម្នាក់អ្នកនាងឈ្មោះ Suki ហ្នឹងហើយមើលទៅខ្ញុំអញ្ចឹងឥឡូវនេះយើងដូរឈ្មោះអ្នកដែលយើងស្រឡាញ់ទៅ Watashi wa Suphia ga suki kamo shirenai Watashi wa Bopha ga suki kamo shirenai អញ្ចឹងស្រេចតែអ្នកទាំងអស់គ្នាទេអាការដូរប្រយោគហ្នឹងវាមិនសំខាន់ទេសំខាន់តែអ្នកទាំងអស់គ្នាចង់ដាក់ឈ្មោះណាក៏បានដែរកន្លែងហ្នឹងណាទៅមកទៀតអានេះថាមេជប៉ុនអសានិយាយមកកាន់យើងណាមកដល់ Watashi wa asta yasumi kamo shirenai Watashi wa asta yasumi kamo shirenai Watashi នេះខ្ញុំ asta ស្អែក yasumi នេះឈប់សម្រាក kamo shirenai ប្រហែលអញ្ចឹងយើងនិយាយទៅកាន់មេWatashi wa asta yasumi kamo shirenai ថ្ងៃស្អែកប្រហែលជាខ្ញុំសុបសម្រាប់ហើយមើលទៅអញ្ចឹងយើងនិយាយទៅកាន់មេប្រហែលជាខ្ញុំឈុំសុបសម្រាប់ហើយមើលទៅលោកប្រធានអីចឹងខ្ញុំអាចទៅធ្វើការបានអញ្ចឹងណាអញ្ចឹងយើងអាចនិយាយប្រយោគនឹងបាន Watashi wa asta yasumi kamo shirenai បើយើងបាច់និយាយ Watashi wa asta ក៏បាននិយាយតែ yasumi kamo shirenai ក៏គេស្ដាប់បានដែរណាអញ្ចឹងប្រយោគឡើងហ្នឹងបន្តមកទៀតប្រយោគចុងក្រោយ Watashi wa kare no name o wasureta kamo shirenai Watashi wa kare no name o wasureta kamo shirenai អញ្ចឹង Watashi wa នេះគឺខ្ញុំ Kare គឺគាត់ណុរបស់ណាមឈ្មោះរបស់គាត់ Wasureta នេះភ្លេច Kamo shirenai ប្រហែលជាភ្លេចឈ្មោះរបស់គាត់បាត់ហើយអញ្ចឹងប្រយោគឡើងនេះយើងចង់និយាយថា Watashi wa kare no name o wasureta kamo shirenai មានន័យថាខ្ញុំប្រហែលជាភ្លេចឈ្មោះរបស់គាត់បាត់ហើយមើលទៅភ្លេចបាត់ហើយភ្លេចឆឹងហ្មងអញ្ចឹងណាអញ្ចឹងសរុបមកវិញថ្ងៃនេះខ្ញុំសូមខែទៅក្រោយបន្តិចយើងថ្ងៃនេះវិជ្ជាកររបស់យើងរៀនអំពីទម្រង់ Kamo Shimasen ឬក៏ Kamo Shirenai ដែលមានន័យថាប្រហែលដែលយើងប្រើសិទ្ធិគឺ verb កិរិយាសព្ទទាំងអស់លុបពី mas ទៅជា Fusuke Ikeyoshi Nakeshi និង Meshi បូកជាមួយនឹង Kamo Shimasen ឬក៏ Kamo Shirenai សួរថាពីរនេះខុសគ្នាមិន Kamo Shimasen គូសំ Kamo Shirenai គឺយើងនិយាយជាមួយមិត្តភក្តិឬក៏អ្នកដែលមានឋានៈស្មើគ្នាអញ្ចឹង Fusuke
ដែលមាន3មានណៃគេមានជីសូគេណៃគេនិងតាគេមានដូចជាហើយមកទៅជាខៅអញ្ចឹងទៅតម្រងជីសូគេណៃគេតម្រងតាគេក៏មកទៀតអ៊ីគេអូស៊ីណាគេអូស៊ីមេស៊ីប្រយោគឧទាហរណ៍របស់យើងមានច្រើនដែរហើយឲ្យអ្នកទាំងអស់គ្នាអញ្ចឹងសរុបមកវិញនៅក្នុងថ្ងៃនេះវិជ្ជកររបស់យើងតម្រងខាមុសេរីម៉ាសេនដែលមានគ្នាយើងសនំពរហ្នឹងគឺខ្ញុំបានធ្វើឲ្យហើយអញ្ចឹងសង្ឃឹមថាអ្នកដែលបានរៀនហ្នឹងគឺបានយល់អំពីវិជ្ជករហ្នឹងហើយបើសិនជាការពន្យល់របស់ខ្ញុំវាលើសឬក៏វាលឿនត្រង់ចំណុចណាមួយក៏សូមអធិស្ឋានពីអ្នកទាំងអស់គ្នាផងហើយបើសិនបើអ្នកគ្នាយើងទៅតែមកថ្មីណាកុំភ្លេចចូលទៅ Subscribe នៅក្នុង Channel YouTube របស់ខ្ញុំផងហើយជួយមើល view នៅក្នុង YouTube ដើម្បីឲ្យទទួលបានវីដេអូថ្មីៗហើយកុំភ្លេចចុច Like និង Share នៅលើ Facebook Page ផងអរគុណច្រើនចំពោះការតាមដានវីដេអូបើសិនបើមានកំហុសខុសឆ្គងឬការពន្យល់មិនគប្បីកន្លែងណាមួយក៏សូមខន្តីអភ័យទោសហើយសង្ឃឹមថាងមកដល់អ្នកនរគ្នានឹងទទួលបានចំណេះដឹងពីភាពរបស់ខ្ញុំទាំងអស់គ្នាអរគុណច្រើនពីខ្ញុំសេដ្ឋីអរគុណនិងសូមគោរពលា